នេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើស្នូលនំប៉ាវខ្ញុំមានសាច់ជ្រូកចិញ្ច្រាំនេះចំនួន800ក្រាមបែកគក់ពូតយកទៅទឹករួចចំនួន440ក្រាមហើយនេះគឺជាពងមាន់ស្ងោរសម្រាប់យកទៅខ្ចប់ជាមួយស្នូលបន្ទាប់មកទៀតខ្ញុំមានខ្ទឹមសខ្ទឹមក្រហមខ្ទឹមបារាំងខ្ញុំចិញ្ច្រាំចូលគ្នាចំនួន110ក្រាមហើយនឹងខ្ទឹមស្លឹកខ្ញុំប្រើប៊ីចេងចំនួន1កូនស្លាបព្រាបាយហើយបន្ទាប់មកម្រេចបន្តិចហើយស្ករសខ្ញុំប្រើចំនួន60ក្រាមម្សៅឆាចំនួន40ក្រាមអំបិលចំនួន11ក្រាមហើយនេះគឺជាពងមាន់ពណ៌ក្រហមដែលយើងយកផ្នែកពណ៌សហ្នឹងទៅលាយជាមួយសំបកនំប៉ាវហើយអញ្ចឹងនៅសល់តែផ្នែកពណ៌ក្រហម2គ្រាប់ហ្នឹងខ្ញុំយកមកធ្វើស្នូលនំប៉ាវបន្ទាប់មកយកគ្រឿងផ្សំទាំងអស់ហ្នឹងយកមកច្បល់ចូលគ្នាសព្វមកហើយយើងពូនធ្វើជាស្នូលនំប៉ាវមករួចរាល់ហើយអ្នកទាំងអស់គ្នា